នៅពេលដែលយើងកាត់ចិត្តហើយយើងត្រូវការឲ្យខ្លួនឯងល្អប្រសើរជាងមុនហ្នឹងរឿងល្អដែលផ្សិនបើដើម្បីឲ្យខ្លួនឯងល្អប្រសើរជាងមុនទាំងផ្លូវចិត្តទាំងរូបរាងទាំងអីហ្នឹងធម្មតាខ្ញុំថាចំណុចចាប់ផ្ដើមគឺទី1គឺយើងអភ័យទោសចាដើម្បីឲ្យផ្លូវចិត្តរបស់យើងធូរស្រាលទទួលយកហើយយើងរៀនអភ័យទោសហ្នឹងគឺមិនថាបុគ្គលនឹងមិនថារឿងហេតុនៃការបែកបាក់មកពីខាងណាទេយើងទទួលស្គាល់ថាវាអាចមានចំណៃទៅវិញទៅមកអភ័យទោសឲ្យបុគ្គលដែលធ្វើយើងឈឺចាប់ហ្នឹងទៅអភ័យទោសក្នុងនេះខ្ញុំគិតថាវាដូចនឹងដកនៅអាសម្ពាធដ៏ធំមួយចេញពីខ្លួនឯងអភ័យទោសឲ្យអ្នកដទៃហ្នឹងវាដូចជាអភ័យទោសឲ្យខ្លួនឯងដែរបានន័យថាលើកលែងឲ្យខ្លួនឯងឈប់ឈឺចាប់ជាមួយនឹងរឿងហ្នឹងតទៀតបើលែងឲ្យខ្លួនឯងដើរចេញទៅពីអ្វីដែលជាទុកកង្វល់រឿងឈឺចាប់សោកសៅហ្នឹងណាឲ្យគាត់ចាក់ចេញទៅហើយខ្ញុំក៏ដកខ្លួនខ្ញុំយកមកវិញដែរហើយបន្ទាប់ពីទៀតគឺយើងរៀនពីអ្វីដែលយើងធ្លាប់បានឆ្លងកាត់នៅក្នុងទំនាក់ទំនងមួយហ្នឹងមិនថាល្អយើងក៏នឹកឃើញរឿងល្អយើងមានភាពសប្បាយរីករាយនៅក្នុងរឿងដែលយើងធ្លាប់ធ្វើល្អមួយគ្នារឿងដែលឈឺចាប់ធ្វើឲ្យយើងគិតឃើញថាកុំឲ្យយើងថ្ងៃក្រោយទៅយើងជួបអញ្ចឹងទៀតពេលខ្លះយើងវាប្រឡប់ទៅផ្លូវចិត្តរបស់យើងគិតថាអូប្រហែលជាវាសនារបស់យើងបានមកជួបមកត្រឹមហ្នឹងអញ្ចឹងដូចយើងធ្វើចរាចរណ៍នៅតាមផ្លូវអញ្ចឹងយើងជួបនរណាម្នាក់យើងចាប់អារម្មណ៍យើងអាចនឹងឈរនិយាយមួយគេមកផ្លែតហើយបើនិយាយនេះត្រូវគ្នាយើងគិតថាអូយើងអាចនឹងមាន direction ទៅមួយគ្នាទិសដៅទៅមួយគ្នាយើងក៏ទៅមួយគ្នាតែគាត់អត់មានទិសដៅទៅមួយយើងទេអញ្ចឹងយើងក៏បែកគ្នាអញ្ចឹងអ្វីដែលរៀនពីអ្វីដែលល្អអ្វីដែលមិនល្អហ្នឹងខ្ញុំគិតថាវាជួយផ្នែកធំគឺតាក់ទងទៅនឹងទំនាក់ទំនងយើងលើកក្រោយហើយនឹងផ្លូវចិត្តហើយនឹងស្មារតីរបស់យើងខ្លាំងហើយមួយវិញទៀតយករយៈពេលដែលយើងកំពុងតែសិក្សាពីខ្លួនឯងនៅជាមួយខ្លួនឯងមួយរយៈរៀនអ្វីដែលថ្មីខ្ញុំគិតថារឿងជាច្រើនណាស់ក្នុងពិភពលោកដែលយើងត្រូវរៀនអញ្ចឹងរយៈពេលហ្នឹងរៀនពីអីដែលថ្មីរៀនពីដូចមិនថាយើងអភិវឌ្ឍសមត្ថភាពខ្លួនឯងជំនាញថ្មីឬក៏រៀនថែរក្សាខ្លួនឯងសាច់ថ្មីហ្នឹងដែរចាអញ្ចឹងរៀនស្រឡាញ់ខ្លួនឯងមើលចាអញ្ចឹងចាយលើខ្លួនឯងចំណាយពេលលើខ្លួនឯងការពារខ្លួនឯងហ្នឹងទាំងអស់ហ្នឹងឯងតើវាមានសេចក្តីសុខដូចដែលយើងលឺមនុស្សជាច្រើននិយាយឲ្យយើងស្រឡាញ់ខ្លួនឯងយើងសាកល្បងមកតែស្រឡាញ់ខ្លួនឯងត្រឹមត្រូវហ្នឹងខ្ញុំគិតថាហ្នឹងប្រហែលជារួមចំណែក